បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺចាញ់វីដេអូនិយាយអំពីដើមចេកបាទដើមចេកខ្ញុំគឺល្អមែនទែនបាទហើយក៏ខ្ញុំចង់ចែករំលែកនៅការកាត់ដើមការកាត់លើចេកកុំឲ្យវា slow ដល់ដើមវាបាទកុំឲ្យវា slow ដល់ដើមវាបាទវិធីកាត់គឺយើងត្រូវតែកាត់បាទកាត់ទុកប្រហែលជាមួយលើកនេះទុកអាលើកនេះប្រហែលជាមួយតើឬក៏មួយតើ5បាទបើយល់ល្អទុកមកទៅ5តែ2ទៅបានល្អបាទហើយវាអត់ចេះងឹបបាទបើសិនតែយើងកាត់ចូលត្រឹមនេះអត់មានលើកណាបន្តិចវាអាចងឹបបាទហើយវានឹងអាចងឹប slow ដល់ដើមរបស់វាបាទហើយចេកគឺមានបទពិសោធន៍កាត់ច្រើនដងហើយបាទខ្ញុំកាត់ចេកហ្នឹងលើកវាហ្នឹងបទពិសោធន៍ខ្ញុំគឺកាត់ច្រើនដងគឺខ្ញុំមើលឃើញថាយើងកាត់ចេះល្អជាងយើងកាត់មិនទុកលើកបាទហើយវាអាចប៉ះពាល់ដល់ដើមវាទេបើសិនតែយើងកាត់បន្ទុកលើកាលណាតែយើងកាត់ទុកលើចេះបាទគឺវាដូចអានេះឃើញទេវានៅចិញ្ចឹមទៅទុំលើនេះបានវាអាចងឹបបាទវាអាចងឹបទោះបីវាទុំលើហើយក៏អាធៀងវានេះវាមិនងឹបចូលដល់មួយដើមនេះខូចចេកយើងដែរហ្នឹងហើយបងប្អូនតែងតែដាំចេកបងប្អូនចង់បានតយោងទៅលិចទាំងអស់កើតទាំងអស់ខាងជើងទាំងអស់ឧទាហរណ៍ថាយើងដាំក្នុងមួយចង្ការយើងទៅចុះបាទបើសិនជាយើងដឹងរបៀបដាំយើងអាចចង់ដាំឲ្យវាចេញទៅយងទៅលិចទាំងអស់គឺបានបាទធ្វើចុះគឺបានងាយបំផុតបាទហើយខ្ញុំប្រាប់វិធីដាំចេកបងប្អូនពិចារណាមើលថាវាមិនដែលទៅយងចេញបុកទៅខាងមីវិញទេខាងអាមីចាស់វាមិនដែលចេញបុកទៅយងចេញទៅខាងមីចាស់ទេអញ្ចឹងបងប្អូនជីដាំបងប្អូនត្រូវតែយកអាខាងដែលជ្រិតបាទអាខាងដូចវាដូចទំពាំងរស័យយើងអាខាងជ្រិតអាខាងមីនោះជ្រិតផ្ដាច់ពីខាងមីនោះបើសិនជាយើងដាំយើងត្រូវយកអាខាងជ្រិតនោះបើថាចឹងយើងចង់បានទៅយងទៅលិចអាខាងជ្រិតផ្ដាច់នោះយើងត្រូវដាក់មកកើតទាំងអស់បាទតែជ្រិតផ្ដាច់ចេញពីមីវានោះដាក់មកកើតទាំងអស់អញ្ចឹងពេលដែលវាចេញទៅយងទៅលិចទាំងអស់បើសិនតែយើងចង់បានទៅកើតគឺយើងធ្វើដូចគ្នាអញ្ចឹងបាទយើងធ្វើដូចគ្នាហើយមកចំណុចទៀតបងប្អូនណាដែលដាំបាទដាំចេកបាទដាំចេកចង់បានកូនច្រើនបាទគឺមិនយ៉ាក់ទេបាទគឺមិនយ៉ាក់ទេចេកចង់បានកូនច្រើនគឺបងប្អូនកុំដាំជ្រូបាទកុំដាំជ្រូគឺវាឆាប់ដកកូនមកបានផុតបាទគឺថាវាដូចថាសារជាតិអីយើងមិនដឹងទេព្រោះយើងមិនបានរៀនចប់ខាងផ្នែកកសិកម្មទេអានេះគ្រាន់តែការបត់ពិសោធន៍ផ្ទាល់យើងដាំក្នុងផ្ទះបាទបត់ពិសោធន៍ខ្លួនឯងដាំផ្ទាល់បាទគ្មានអ្វីជាបត់ពិសោធន៍ផ្ទាល់ទេបាទគឺយើងអ្នកចេះប៉ុណ្ណាក៏ដោយបើសិនតែមិនមានបត់ពិសោធន៍ខ្លួនឯងផ្ទាល់គឺมันអាចមកនិយាយរ៉ាយរ៉ាប់ចេះបានទេបាទអញ្ចឹងហើយបានខ្ញុំចង់ចែករំលែកអំពីដាំចេកនេះបាទហើយបើយើងមិនចង់បានកូនច្រើនទេយើងដាំជ្រូបាទយើងដាំជ្រូវាមិនងាយកូនទេបាទហើយកូនវាជ្រូយើងដូចថាដាំជ្រូវាល្អជាងដាំរៀកដោយសារអីវាមិនងាយឡើងកំពីងវាទេអញ្ចឹងកូនម៉ូវាអាចចេញទៅឆ្ងាយវាដូចទំពាំងយើងចឹងដែរយើងកប់ជ្រូកាលណាតែកប់ជ្រូវាភ្លុះឆ្ងាយអញ្ចឹងវាល្អបាទវាល្អហើយផៅទៀតហើយវាមិនងាយឡើងគល់ទេជីមិនងាយឡើងគល់ទេបាទហើយបានជីច្រើនដែរបាទនោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទជីច្រើនបាទហើយអរគុណច្រើនដល់បងប្អូនដែលបានទស្សនានៅคลิปវីដេអូចែករំលែកបាទគឺបទពិសោធន៍ខ្លួនឯងផ្ទាល់ទេនេះបានហ៊ាននិយាយបាទបើមិនមានបទពិសោធន៍ខ្លួនឯងគឺមិនហ៊ាននិយាយទេបាទវីដេអូនេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនានៅคลิปវីដេអូសូមជួយចុចSubscribe ដូចជាសញ្ញារូបកណ្ដឹងឲ្យខ្ញុំបានមានកម្លាំងធ្វើវីដេអូបន្តទៀតជូនពុកម៉ែបងប្អូនទស្សនាផងដែរសក់បងអើយសក់លើត្រឹងអើយនេះទេ